Riêng tí đầu pi ní cứ dườngศึกษา លើ អនុគម proper អនុគម round អនុគម if error index match ហើយនឹងរូបមន្តយើងផ្គុំពីរចូលគ្នា index and match អញ្ចឹងយើងនឹងទៅអនុវត្តនៅលើ Excel file រូបមន្តដំបូងគឺយើងប្រើ proper នេះគឺយើង convert អក្សរពាក្យនៅពីមុខឧទាហរណ៍ពាក្យ on នេះឲ្យទៅជាអក្សរធំពាក្យ b នេះអក្សរធំអញ្ចឹងក្នុងពាក្យមួយអក្សរនៅក្បាលខាងមុខគឺវា convert ទៅជាអក្សរធំប៉ុន្តែវាបានតែភាសាអង់គ្លេសទេសម្រាប់ភាសាខ្មែរគឺអត់ធ្វើអត់កើតទេជាយើងធ្វើបានតែភាសាអង់គ្លេសកន្លែងនេះគឺយើងដាក់អនុគមឈ្មោះ proper នេះអញ្ចឹងងាយស្រួលទេយើងគ្រាន់ select លើ text នេះតបមកយើងបិទវងកញ្ចក់ enter យើងមកមើលនេះអក្សរ on behave អក្សរ b អក្សរ of faculty អក្សរធំអញ្ចឹងបើមានតម្រូវការយើងអាច convert ជាអក្សរធំយើងប្រើអនុគម proper នេះអនុគមទី2គឺអនុគម round អនុគម round នេះគឺសម្រាប់យើងកាត់ក្បៀសនៅខាងក្រោយយើងចង់ដំឡើងបើសិនយើងចង់ដំឡើងយើងប្រើ round up យើងចង់បញ្ចុះយើងប្រើ round down ឧទាហរណ៍កាត់ក្បៀសឲ្យឡើងគឺប្រើ round up កាត់ក្បៀសចុះគឺប្រើ round down អញ្ចឹងយើងមើលរូបមន្តនេះគឺ round បាទ round តមកយើង select លើលេខដែលមានក្បៀសនេះតមកយើងប្រាប់វាយើងក្បៀសមួយកន្លែងនេះគេសួរថា number digit យើងចង់ដាក់ក្រោយក្បៀសប្រមាណឧទាហរណ៍យើងដាក់លេខ2អញ្ចឹងក្រោយក្បៀសវាមាន2ខ្ទង់នេះឃើញសម្រាប់ round នេះគឺវានឹង up ឲ្យអូតូនេះឃើញតាមពិតវាគឺ65 7ចឹងវាឡើង6នេះអានេះបើសិនយើងយកក្រោយក្បៀសលេខ4នេះគឺវាចេញ4ខ្ទង់ចំពោះ round up នេះ round up យើងប្រើ round up កាលណាយើងប្រើ round up គឺយើងចង់ឲ្យវាដំឡើងយើង select លើលេខនេះក្បៀសយើងចង់ឲ្យតម្លៃនៅខាងក្រោយឡើងឧទាហរណ៍លេខ4ខ្ទង់នៅខាងក្រោយវាឡើងជាយើងដាក់លេខ4យើងមកមើលកន្លែងនេះជាងកន្លែងនេះ78វាឡើងឲ្យ79គេចំពោះ round down យើងឲ្យវាចុះវិញឲ្យវាចុះឬក៏ឲ្យវានៅថេរនៅដដែលយើងប្រើ round down select លើនេះទៅមកយើងក្បៀសឧទាហរណ៍ថាយើងចង់ដាក់លេខ2ខ្ទង់ប៉ុន្តែរក្សាលេខនៅដដែលអញ្ចឹង65នៅតែ65ដដែល2ខ្ទង់អនុគមបន្ទាប់ទៀតគឺអនុគម if error នេះសម្រាប់ if error នេះគឺយើងមិនប្រើដូចការចងអនុគម if ទេក្នុងនេះឧទាហរណ៍យើងយកលេខ100ទៅចែកឲ្យ2បើយើងចែកទៅយើងឃើញបាន50ប៉ុន្តែយើងអូសមកកន្លែងនេះ777ចែក0វាថាយើងដាក់លេខចែកខុសអញ្ចឹងវាចេញ DIY 0 400ចែកនឹង480ចែកនឹង4ឃើញ120 240យើងឃើញមានសញ្ញាដុល្លារនេះយើងវាយបញ្ចូលចែកនឹង6អញ្ចឹងវាអត់ដឹងតម្លៃអានេះ664ចែកនឹង cell អត់មានវាអត់ដឹងដែរនេះគេ DIY 0 100មានត្រង់ជ្រូកចែក4តម្លៃអត់ឃើញអញ្ចឹងយើងចង់កែឈ្មោះកន្លែង DIY កន្លែងត្រង់ជ្រូក value នេះដាក់ជាឈ្មោះវិញយើងនឹងទៅប្រើអនុគមមួយឈ្មោះអនុគម if error អញ្ចឹងកន្លែងនេះយើងស្មើ if យើងស្មើ if error នេះ if error នេះតបមកយើងដាក់ប្រមាណវិធីដដែលមានន័យថាយក100នេះទៅចែកនឹង2តបមកក្បៀសបើសិនជាមានកន្លែងណា error គឺយើងប្រាប់វាថាយើងអាចដាក់សញ្ញាដាក់ខ្មែរក៏បានដាក់អង់គ្លេសក៏បានខ្ញុំដាក់ពាក្យថា error ចឹងទៅទាំងកន្លែងនេះយើងបិទវងកញ្ចក់ enter មកពេលដែលយើងចាប់អូសវាយើងនឹងឃើញពាក្យ error នឹងលោតចេញអញ្ចឹងកន្លែងនេះមានន័យថា
កន្លែងនេះលើកមុនវាចេញ DIY 0ត្រង់ជ្រូក DIY 0កន្លែងនេះវាចេញត្រង់ជ្រូក value សញ្ញាឧទានកន្លែងនេះយើងអាចដាក់អក្សរខ្មែរបានឧទាហរណ៍តែយើងដាក់ថាមានកំហុសចេះតែ error មានកំហុសនេះនៅលើនេះយើងដាក់ថាមានកំហុសចឹងពេលយើងអូសទៅវានឹងនេះកំហុសអូខេ enter មកហើយយើងចាប់អូសទៅយើងនឹងឃើញកន្លែង error ហ្នឹងវាប្រាប់ថាមានកំហុសនេះអូខេចឹងអនុគមបន្តទៀតគឺអនុគម index នេះជាអនុគមដែលគេប្រើច្រើនដែរនៅក្នុងនេះចឹងឧទាហរណ៍យើងចង់រកទីតាំងឈ្មោះតែងនេះមួយនេះនៅទីតាំងកន្លែងណាយើងអាចរកបានចឹងកន្លែងនេះយើងអាចដាក់ថាស្មើ index នេះតើមកវារកអីគេរក array នេះចឹងយើង select លើវាទាំងអស់នេះមក array ទាំងអស់នេះតើមកក្បៀសនេះគឺវាសួរថា row number យើងយក row number ប្រមាណចឹងក្នុងនេះយើងមាន1 2 3 4 5 6 7ចឹងតែងនេះនៅ7ចឹងយើងដាក់លេខ7តមកទៀតវាសួរ column number លេខប្រមាណចឹង column number យើងមាន1 2 3 4ចឹងយើងដាក់លេខ1អូខេបិទវងចោ enter មកនេះគឺវាឃើញឈ្មោះតែងនេះបើសិនយើងចង់រកទីតាំងលេខ11នេះយើងរកល្មិចអញ្ចឹងយើងកន្លែងនេះសញ្ញាស្មើហើយយើងដាក់ index តមកយើង select array ទាំងអស់នេះតមកយើងក្បៀសយើងដាក់ column ទីដាក់ row ទីប្រមាណ1 2 3 4ខ្ញុំដាក់លេខ4តមកក្បៀស column ទីប្រមាណ column ទី1 2 3 4ដាក់ column 4ដែរជាយើងបិទវងចោ enter នេះជាងលេខ10នេះវារកឃើញលេខ10បើសិនយើងដាក់លេខ11មានន័យថារកលេខ5នេះ11អញ្ចឹងវារកឃើញជាអនុគម index គឺអនុគមចុចរកទីតាំងគោលដៅដែលយើងចង់រកអនុគមមួយទៀតគឺអនុគម match ណាអនុគម match នេះគឺយើងនឹងរកឧទាហរណ៍ថារកឈ្មោះលីឡានេះនៅលេខរៀងទីប្រមាណយើងអាចរកឃើញជាងកន្លែងនេះគឺយើងដាក់សញ្ញាស្មើ match អនុគម match តើមកវាសួរ look up value នេះ look up value យើងអាចកន្លែងនេះយើងអាចដាក់វងកញ្ចក់ទៅដាក់ឈ្មោះថាលីឡាយើងវាយសធំក៏វាស្គាល់លីឡាតើមកយើងបៀស look up value look up array នេះជាងយើងឲ្យវារកនៅក្នុងនេះកន្លែងនេះអូកន្លែងយើងខុសកន្លែងនេះយើងចេញវងកញ្ចក់សិននេះគឺបៀស look up array យើង select លើនេះគឺបៀសmatch យើងយក 0 match exact នេះគឺ0ឲ្យតែលេខយើងថា exact មានន័យថាច្បាស់លាស់គឺយើងយកលេខ0នេះជាងយើងបិទវងកញ្ចក់ enter មកនេះគឺយើងឃើញលីឡានេះនៅលេខរៀងទី7 1 2 3 4 5 6 7ឧទាហរណ៍យើងចង់រកលេខ3នេះនៅទីតាំងលេខប្រមាណចឹងអាចរកឃើញលេខ3នេះទីតាំងលេខប្រមាណយើងនឹងរកឃើញជាងកន្លែងនេះយើងដាក់សញ្ញាស្មើហើយយើង
បញ្ចូលអានគមមួយឈ្មោះ match នេះតើមកវាសួរ look up value ជាងកន្លែងនេះយើងបំបាយលេខ3យើងអាច select លើលេខ3អញ្ចឹងម្ដងក៏បានដែរតើមកយើងក្បៀសយើង select លើ look up array នេះតើមកយើងក្បៀសយើងដាក់match exam អូខេ enter ចឹងលេខ3នេះស្ថិតនៅលើលេខរៀងទី7 1 2 3 4 5 6 7អូខេជាងអនុគមmatch និង index នេះគឺយើងមួយនេះរោលេខរៀងមួយនេះ index នេះគឺរោឈ្មោះនៅទីតាំងណាយើងអាចរកបានអានេះរោលេខរៀងតោះមកយើងចូលទៅអនុគម2បញ្ចូលគ្នា index នេះអានេះយើងបញ្ចូលគ្នាតែម្ដងអញ្ចឹងក្នុងនេះយើងមានតារាងអីគេយើងមានតារាងលក់ product price ទិញចូលលក់ចេញ stock មានភេសជ្ជៈប្រមាណមុខនេះតមកកន្លែងនេះយើងចង់យើងបង្កើតជា system មួយឧទាហរណ៍ថាយើងចង់ដឹងanchor លក់តម្លៃប្រមាណទិញឧទាហរណ៍ទិញចូលតម្លៃប្រមាណយើងចង់ឆែកវាអញ្ចឹងយើងអាចចង system ក្នុងនេះបានយើងអាចចងជា list នៅក្នុង product នេះទាំងអស់នេះយកមកបញ្ចូលនៅក្នុងនេះដោយយើងចុចទៅលើ data តបមកយើងចូលពាក្យ data validate នេះនៅក្នុងកុំព្យូទ័រយើងមាន data validate យើងចុចទៅនេះហើយចុចលើ data value នេះតបមកនៅក្នុងនេះយើងជ្រើសរើសយកពាក្យ list នេះអញ្ចឹងយើងយកពាក្យ list ហើយយើងយកនេះមកដាក់នៅក្នុងនេះ list នេះតមកយើង select លើនេះ select ទាំងអស់អូខេយើងចែកនេះមកវិញមកអញ្ចឹងពេលយើង select លើ list ទាំងអស់ហ្នឹងហើយយើងចុច OK មកនេះចុច OK កន្លែងនេះអញ្ចឹង list របស់យើងនឹងចែកមកនេះអានេះយើងបង្កើតជា list ណាជាយើងមិនបាច់ពិបាកទៅវាយចូលម្ដងមួយយើង select លើ list នេះមកអញ្ចឹងងាយស្រួលយើង search តមកយើងនឹងរកតម្លៃដោយប្រើ index និង match នេះបញ្ចូលគ្នាកន្លែងនេះអញ្ចឹងកន្លែងនេះគឺយើងដាក់សញ្ញាស្មើទី1គឺអនុគម index យើងយកមកប្រើអនុគម index នេះគឺយើង select គេដាក់ថា reference យើងចង់បានអីកន្លែងនោះគឺតម្លៃជាយើង select លើតម្លៃនេះតបមកក្បៀសមួយវាសួរយើង row number នេះហើយនឹង column number ហើយនឹង area number នេះនៅកន្លែងណាកន្លែងនេះយើងនឹងទាញអនុគមមួយទៀតដើម្បីឲ្យវាទៅជួយ search បានអញ្ចឹងយើងប្រើអនុគមមួយគឺឈ្មោះ match នេះនៅក្នុងអនុគម index នោះដែរចឹងនៅក្នុង match នេះគឺយើងមាន look up value look up value គឺតម្លៃដែលយើងចង់រកនេះចែកកន្លែងនេះតម្លៃដែលយើងចង់ search ហ្នឹងតមកក្បៀសយើងទៅ select នៅលើ product ទាំងអស់នេះកន្លែងនេះ select លើ product ទាំងអស់តមកក្បៀសយើងជ្រើសរើសយក0នេះគឺជាតម្លៃពិតប្រាកដជាងថា exact match បើសិនជាយើងយក approximate យើងយកលេខ1ណាតែនេះយើងយក exact match គឺលេខ0ចុច0នេះមក enter បាទហើយចុច yes ជាងកន្លែងនេះគឺយើងនឹងរើសបានឧទាហរណ៍ Coca-Cola នេះយើងឃើញទេ
Coca-Cola cứ $11 nhưng cần phải chạy chỗ cái này Enter phải đọc bi Coolen mùi nè cái dân bàn trán Tiger lại Heineken nè như ai rồi khơi chẳng cái lấy purchase này dân chọn đăng thả tá Heineken đúng dừng tinh cùng man cái chỗ stock purchase này purchase in stock ai lụ chạy hỏi về dừng chạy tới nơi sau bỏ mát nơiក្នុង stock chẳng dừng ai chọn rồi bộ môn đội mình đấy thì lại này cứ index index khó index index hơi visual reference phần dương này cứ nơi tròn na chấm po reference này cứ nơi khung này nơi cái này này cứ nơi khung column này này tầm móc bia cái này cứ dương chọn ao viết từ search mùi product mùi cứ dương phải match chẳng visual match nó look up value nè dương mình chơi cái này nè tầm móc bia dương từ look up value tập máu look up array này look up array này cứ mình này thà product và dương này cái này này product tự ngón này cứ biết ở hai dạng mạch này ok vẫn vùng cho nó enter mà chân dừng khơi nhỉ purchase chùm luôn cái kha rợ bài mới chán khem bộ địa bìa này khó nhà smart index đầm lầy cho dân sẽ lấy lời đầm lầy này muốn bia cái đồng này dân đừng bị trồ anh cùng muối cứ cho một mạch ní chân ngồi bị sợi lại ní sợi rồi tập mau look up value cứ lại ní cứ biết nhưng vô mạch ní vậy buồn chó enter chả ní dân mình chỉ $, này chỉ lệ những cái này ní dừng vô chỉ number dân enter dân mờ abc thì man cáchក្នុង stock trời này 5 cái thế 5 cái dân mơ product ấy xem ông cổ của mùi cái dân mơ product ấy đi Coca buồn cái này thế chân vô dân rô cái này này mùi tiết cứ cái này này cứ dân lụ chảnh chân dân prao index đấy index dương không này cứ dương mà select để lơ cái này đầm like để dân lụ chùm luôn cái để dân lụ chanh cộng máu dân mát mát này cứ sợi cái này ní cộng máu look up array này cứ này array cái này ní tập mình tiết mát sâu này ok với buồn cho enter
chẳng nè cô ca tình châu 4 lụ ở pi này so pi này chẳng dừng rồi lại stock là người tết chẳng cái này ní thì nhà smart index index hay dừng mà sẽ lại nơi lờ stock này dừng nó so này cứ biết stock này nơi so cứ biết tao nói dừng đã bị châu mạch mùi tiết đầm bày oi về nâng từ sợi lại ní tao nói dừng đã array look up array về ní về từ rột máy số enter ok chân dân bàn nè chân product và dưỡng cô cá đầm lay đọc mùi đần lá tình chốt buồn cái lụ chanh ở pi cái này so pi cái này lại này chân lại này những ai search bán này search ở thò search tệ thị trường một tình Tiger ok chân Tiger dân miền này đầm lái mà phải buồn đần lá hơi miền trong stock tình chôn stock mà phải cái lụ chanh ở đọc nó so đọc chứng không nét cư dân ai search đòi nghe trong Phật ABC select 10 món này mà pay $3 không một cái mấy không một cái làm lại pay $3 tình châu không stock 5 cái lụ chanh ở 5 chân ở lên nha mẹ tệ chuồn lụ tệ khi cho không video này cư dân bắt đầu từ lừa cả pra index chùm mùi nâng mát đại dương pra viết từ lùm từ lia chiêng vi lục ập dương pra rụp môn pi ní chô khía cư dương chọn chỉ system đầm bay roll search mờនៅក្នុង stock អញ្ចឹងយើងអាចប្រើល្អជាង VLOOKUP ច្រើនណាស់ពីរនេះចូលគ្នាប៉ុន្តែ VLOOKUP ក៏យើងអាចចងជារូបមន្តអីផ្សេងបានដែរថាយើងដាក់ពីរបញ្ចូលហ្នឹងគឺល្អអូខេអរគុណជួយ subscribe ម្នាក់មួយ